មកចំពោះបងប្អូនដែលគាត់មានបញ្ហាមុខមុនខ្ទុះមុនអាឡែស៊ីអីណាប្រើបាត់ណាអាចមកធ្វើម៉ាស់នេះបិទរាល់ថ្ងៃបានណាបងប្អូននិយាយទៅគ្រឿងផ្សំមានអីច្រើនណាបងប្អូនមានម្រះយើងហ្នឹងយើងឈូសវាពូតយកទឹកមកណាបន្ទាប់មកយើងមានជាមួយនឹងម្សៅអង្ករនេះបងប្អូនអត់មានទេបងប្អូនអាចយកអង្ករយើងទៅកិនបានណាបងប្អូនបន្ទាប់មកបងប្អូនមានជាមួយនឹងម្សៅតលុងបារាំងបងប្អូនអត់មានម្សៅតលុងបារាំងទេបងប្អូនអាចមិនដាក់ក៏បានដែរតែខ្ញុំដាក់ម្សៅតលុងបារាំងនេះវាជួយទៅលើបញ្ហាមុខជាំបងប្អូនជាំហើយនឹងស្នាមគឺពូកែមែនតែនបន្ទាប់មកបងប្អូនដាក់គ្រឿងផ្សំពីរនឹងចូលគ្នាហើយចាំដាក់ទឹកម្រះចូលកូរវាឲ្យសព្វបងប្អូននិយាយទៅបងប្អូនគាត់ចង់ធ្វើច្រើនអីអាចគុណចែករូបមន្តតាមនឹងបានណាអានេះខ្ញុំធ្វើតែបន្តិចដើម្បីបង្ហាញជូនបងប្អូនទេនិយាយមែនខ្ញុំហ៊ានទៅលើជូនបងប្អូនណាម៉ាស់នេះល្អមែនតែនចំពោះអ្នកមានបញ្ហាមុខមុនណាបន្ទាប់មកបងប្អូនចាក់ទឹកដោះគោឆៅចូលណាចាក់ទឹកដោះគោឆៅចូលហើយបងប្អូនយកវាទៅដាក់ភ្លើងឲ្យវារៀងគោកដើម្បីយើងងាយស្រួលបិទនៅលើផ្ទៃមុខណាបន្ទាប់មកបងប្អូនទុកឲ្យវាត្រជាក់ហើយចាំបងប្អូនបន្ថែមជាមួយនឹងទឹកឃ្មុំយើងដាក់ទឹកឃ្មុំប្រហែលជាកន្លះឡាប់ព្រាមកបងប្អូនកូរវាឲ្យសព្វហើយអាចយកមកលាបផ្ទៃមុខបានហើយខ្ញុំបញ្ជាក់ប្រាប់បងប្អូនថារបស់ធម្មជាតិយើងអាចបិទវាម្ដងហើយទទួលបានប្រសិទ្ធភាពទេគឺអត់ទេបងប្អូនគឺយើងត្រូវការពេលវេលាដែរណាសូម្បីតែបងប្អូនទិញផលិតផលគេក៏ត្រូវការពេលវេលាដែរថាធ្វើម្ដងហើយទទួលបានប្រសិទ្ធភាពទេបងប្អូនធ្វើចាប់ពី2ដងទៅ3ដងបងប្អូននឹងឃើញពីប្រសិទ្ធភាពនៃម៉ាស់នេះហើយប៉ុន្តែខ្ញុំហ៊ានធានាជូនបងប្អូនម៉ាស់នេះណាបងប្អូនបិទភ្លាមគឺសភ្លាមតែម្ដងណាចំពោះមុខយើងបិទភ្លាមឃើញសផ្លែកតែម្ដងបងប្អូនប៉ុន្តែស្នាមមុនក៏ដូចជាមុនអីគឺចាប់ពី2ដងទៅ3ដងទៅវាឃើញប្រសិទ្ធភាពវាស្បើយមុនហើយធ្វើឲ្យមុនយើងក្រៀមអញ្ចឹងណាបងប្អូននិយាយទៅម្រះនេះគឺល្អមែនតើចំពោះម្សៅអង្ករនិងម្សៅតលុងវាជួយបំបត្តិជាំហើយអង្ករធ្វើឲ្យមុខយើងសភ្លឺថ្លាភ្លាមតែម្ដងបងប្អូនតនេធ្វើបិទប្រើទៅបងប្អូនអត់ចំណាយលុយច្រើនទេបងប្អូនគ្រឿងផ្សំនៅក្នុងផ្ទះយើងមានទេបងប្អូនដើម្បីភាពស្អាតយើងណាអរគុណ